សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនចាអំពីប្រភេទទឹកថ្នាំពិសេសចាដែលយើងមានឈ្មោះថា Hemapenstein ចាដែលយើងមានឈ្មោះហៅម្យ៉ាងទៀតដែលងាយស្រួលយល់គឺប្រភេទទឹកថ្នាំកាត់ប៊ិចចាហើយនៅមុខបងប្អូនហ្នឹងចាគឺជាប្រភេទទឹកថ្នាំកាត់ប៊ិចចាដែលមានចំណុះនៅក្នុងម្ដុំហ្នឹង 300 ml បងចាអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនអំពីរបៀបនៃការប្រើប្រាស់ប្រភេទទឹកថ្នាំកាត់ប៊ិចហើយនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់បងចាអញ្ចឹងសម្រាប់ប្រភេទទឹកថ្នាំពិសេសដែលមានឈ្មោះថា Hemapenstein ដែលយើងហៅកាត់ថាប្រភេទទឹកថ្នាំកាត់ទឹកប៊ិចហ្នឹងបងចាយើងមិនមែនប្រើបានតែកាត់ប៊ិចទេបងចាយើងប្រើបានទាំងកាត់ការប្រឡាក់ទឹកប៊ិចហើយនឹងប្រឡាក់ទឹកហ្វឺតដូចគ្នាបងអ្វីដែលកាន់តែពិសេសគឺយើងប្រើប្រាស់បានគ្រប់ប្រភេទសាច់កណាត់តែម្ដងបងឬសាច់កណាត់ទេចាហើយសម្រាប់របៀបនៃការប្រើប្រាស់គឺងាយខ្លាំងមែនតើបងងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងមែនតើបងសម្រាប់កាត់ប៊ិចយើងហ្នឹងណាបើសិនជាបងប្អូនមានស្នាមប្រឡាក់ចាបើសិនជាបងប្អូនមានស្នាមប្រឡាក់មិនថាមួយកន្លែងពីរកន្លែង3កន្លែងទេនៅក្នុងសាច់កណាត់តែមួយណាចាឬក៏យើងមានស្នាមប្រឡាក់តែមួយកន្លែងទេចាអញ្ចឹងបងប្អូនទាំងអស់គ្នាធ្វើការយកស្នាមប្រឡាក់ហ្នឹងទៅដាក់ទឹកឲ្យសើមចាយកស្នាមប្រឡាក់ហ្នឹងដាក់ទឹកឲ្យសើមហើយបងប្អូនយកក្តារបោកកៅអៅហ្នឹងមកដើម្បីបងប្អូនទាំងអស់គ្នាលាតសាច់កណាត់ហ្នឹងទៅលើក្តាររបស់យើងចាទៅលើក្តាររបស់យើងហើយយើងបតក់ចាបតក់ជាមួយនឹងទឹកថ្នាំចាបងប្អូនយកសាច់កណាត់ដែលយើងមានស្នាមប្រឡាក់ហើយដាក់ទឹកឲ្យសើមហ្នឹងទៅលាតលើក្តារបោកកៅអៅរបស់យើងហើយបងប្អូនទាំងគ្នាធ្វើការយកទឹកថ្នាំទៅចាហើយបើកការ៉ូផងបងចាបើកការ៉ូមកចាបងប្អូនចាក់ទៅតាមស្នាមប្រឡាក់ជាស្ដែងឧទាហរណ៍ថាប្រឡាក់មកល្មមទេបងប្អូនដាក់មកតំណក់2តំណក់ចាឬក៏អាចឡើងទៅដល់3តំណក់ចាអញ្ចឹងបងប្អូនទាំងគ្នាធ្វើការផ្អាប់ទុកចាបងប្អូនដាក់ហើយទុកវាទៅយើងធ្វើការផ្អាប់ទុកត្រឹមតែ1នាទីចាបងប្អូនធ្វើការផ្អាប់ទុកត្រឹមតែ1នាទីចាំបងប្អូនទាំងគ្នាធ្វើការយកច្រាសដុសធ្មេញចាយើងយកច្រាសដុសធ្មេញឬក៏យើងមានច្រាសធម្មតារឿងតូចដែលយើងធ្វើការប្រឡែមស្រួលបងចាដែលយើងធ្វើការសម្អាតធ្វើការញីឲ្យស្រួលអញ្ចឹងណាតែបើសិនជាពួកខ្ញុំយកប្រភេទច្រាសដុសធ្មេញក៏ដូចជាច្រាសស្បៃយកទៅធ្វើការដុសនៅលើទឹកថ្នាំដែលយើងដាក់នៅលើសាច់កណាត់ដែលប្រឡាក់នៅបងចាហើយចាំបងប្អូនទាំងគ្នាធ្វើការចម្រេះចេញបើសិនជាករណីថាអត់ជ្រះទេចាបងប្អូនទាំងគ្នាធ្វើការដាក់ធម្មតាទៀតចាយើងដាក់មកតំណក់2តំណក់ទៅយើងផ្អាប់ទុក1នាទីហើយចាំយើងធ្វើស្នាមប្រឡាក់ទៀតបងសូមបញ្ជាក់បងប្អូនទាំងអស់គ្នាសម្រាប់ប្រភេទ Hemapenstein ចាដែលជាប្រភេទទឹកថ្នាំកាត់ទឹកប៊ិចរបស់យើងហ្នឹងបងចាអត់តម្រូវឲ្យបងប្អូនទាំងគ្នាធ្វើស្នាមប្រឡាក់បង្ខំទេចាសូមឲ្យបងប្អូនទាំងអស់គ្នាធ្វើស្នាមប្រឡាក់ដោយតាមដំណើរមិនអាចបង្ខំបានទេបងសម្រាប់ប្រភេទទឹកថ្នាំកាត់ប៊ិចយើងហ្នឹងណាចាប្រើប្រាស់ដោយតាមរបៀបចាតាមflow នីមួយអត់អាចឲ្យបងប្អូនទាំងអស់គ្នាធ្វើស្នាមប្រឡាក់តែបង្ខំដែលយើងបោកសម្លៀកបំពាក់ទូទៅទេណាបងចាសូមបញ្ជាក់កន្លែងនេះបន្តិចបងចាអត់អាចឲ្យបងប្អូនថាអូធ្វើម្ដងហើយយកជ្រះតែម្ដងទេណូចាបងអាចនឹងធ្វើស្នាមប្រឡាក់មួយហ្នឹងចា2ដងទៅ3ដងចាព្រោះអីយើងប្រើពេលត្រឹមតែ1នាទីទេសម្រាប់ការផ្អាប់ទឹកថ្នាំរបស់យើងអញ្ចឹងបងប្អូនដាក់មួយតំណក់2តំណក់ទៅ3តំណក់ហើយចាំយើងធ្វើការប៉ាឡែនចាយើងធ្វើការដុសច្រាសនៅលើសាច់កណាត់របស់យើងចាហើយបងប្អូនលាងទឹកចេញតែបើសិនជាប្រឡាក់នឹងធ្ងន់ចាតម្រូវបងប្អូនធ្វើ2ទៅ3ដងចាយើងធ្វើទៅតាមដំណាក់កាលនីមួយបងចាយើងធ្វើទៅតាមដំណាក់កាលនីមួយព្រោះបងប្អូនយល់ច្បាស់ហើយដឹងហើយថាប្រភេទប្រឡាក់ទឹកប៊ិចហើយនិងប្រឡាក់ហ្វឺតចាមិនធម្មតាទេបងចាសុទ្ធសឹងតែជាប្រភេទស្នាមប្រឡាក់ដែលត្រូវការបច្ចេកទេសខ្លាំងចាដែលត្រូវការប្រភេទទឹកថ្នាំ Hemapenstein ដែលយើងហៅកាត់ថាប្រភេទទឹកថ្នាំកម្ចាត់ទឹកប៊ិចហ្នឹងយកទៅប្រើប្រាស់ខ្លាំងតែម្ដងបងចាចឹងបងប្អូនទាំងអស់គ្នាបើសិនជាអត់ទាន់យល់ច្បាស់ពីរបៀបនៃការប្រើប្រាស់ទេបងប្អូនអាចមើលវីដេអូហ្នឹងឲ្យចប់បានណាបងប្អូនចា